ការដែលនាងខ្ញុំអាយុ20ឆ្នាំជាងហ្នឹងត្រូវបានបងស្រីម្នាក់គាត់យកទៅលក់ពេលនោះគឺខ្ញុំទៅស្នាក់នៅផ្ទះគាត់ហើយត្រូវបានតាហ្នឹងគាត់ចាប់លោកបន្ទាប់មកគាត់ឲ្យលុយ500 បាតដើម្បីបំបត្តិមាត់ហើយតែយើងនៅវ័យក្មេងយើងមានការខ្មាស់អៀនគឺរឿងហ្នឹងត្រូវបានបំបត្តិពេលហ្នឹងគឺយើងខូចចិត្តពេលដែលខូចចិត្តចឹងទៅគឺយើងចេះតែដើរលេងខ្សែគប់មិត្តភ័ក្តិដែលមិនល្អពេលនោះត្រូវបានឪពុកម្ដាយកាត់ការចោលបងប្អូនកាត់ការទើបទៅរស់នៅជាមួយមិត្តភ័ក្តិហើយយើងជ្រើសរើសការងារមួយគឺជាការងារដែលប្រកបរបរផ្លូវភេទនេះខ្ញុំឈ្មោះប៉ែនសិដ្ឋារីមានតួនាទីជាអ្នកចងក្រងសមាជិកនិងធ្វើការនៅបណ្ដាញការងារស្ត្រីរួមគ្នាអ្វីដែលជំរុញឲ្យនាងខ្ញុំជ្រើសរើសយកការងារជួយសង្គមនេះដោយសារខ្លួនខ្ញុំផ្ទាល់ធ្លាប់មានជួបបញ្ហាលំបាកនៅក្នុងសង្គមមានការរើសអើងមានការមាក់ងាយជាពិសេសមិត្តភ័ក្តិដែលប្រកបរបរផ្លូវភេទនឹងជួបបញ្ហាគឺយើងមានទឹកចិត្តនិងមានឆន្ទៈដើម្បីជួយមិត្តភ័ក្តិទៅពេលនោះហើយធ្វើឲ្យជំរុញចិត្តនាងខ្ញុំប្រឡូកក្នុងវិស័យការងារសង្គមដោយលះបង់ពេលវេលាមិនគិតពីថវិកាឬក៏គិតពីអ្វីទាំងអស់នាងខ្ញុំចង់ឲ្យមានការផ្លាស់ប្ដូរទើបខ្ញុំជ្រើសរើសយកការងារនេះដើម្បីជួយសង្គមនិងស្ត្រីដែលជួបបញ្ហាដូចគ្នានៅកន្លែងការងារនាងខ្ញុំមានរបាយការណ៍ក្រៅពីប្រជុំឬក៏ចូលរួមផ្សេងនាងខ្ញុំវាយរបាយការណ៍នៅកន្លែងវេទនានាងខ្ញុំចុះទៅតំបន់ដើម្បីចែកស្រោមនិងផ្សព្វផ្សាយនិងផ្ដល់ព័ត៌មានផ្សេងសម្រាប់ក្រុមគោលដៅហើយក្រៅពីនោះគឺនាងខ្ញុំមានការចូលរួមប្រជុំមានវគ្គសិក្ខាសាលាផ្សេងជាមួយអង្គការដែលធ្វើការពាក់ព័ន្ធពេលខ្លះយើងមានវគ្គផ្សព្វផ្សាយពីធម្មនុញ្ញហើយពេលខ្លះផ្សព្វផ្សាយពីសុខភាពរបស់ស្ត្រីគឺយើងទៅចូលរួមដើម្បីធ្វើយ៉ាងណាឲ្យគាត់យល់អំពីសុខភាពផ្ទាល់ខ្លួនរបស់ពួកគាត់បញ្ហាចម្បងរបស់ស្ត្រីប្រកបរបរផ្លូវភេទគឺយើងឃើញថាមានការរើសអើងពីសហគមន៍ពីសង្គមនិងមួយទៀតមានការធ្វើបាបពីភ្ញៀវយកទៅរំលោភបោករួមភេទមិនឲ្យលុយនិងមួយទៀតធ្វើបាបតាមរយៈរឿងអាហារគោលបំណងដែលយើងប្រមូលផ្ដុំស្ត្រីដែលប្រកបរបរផ្លូវភេទនេះឡើងទី1ងាយស្រួលក្នុងការប្រមូលនិងផ្ដល់ព័ត៌មានទី2គឺងាយស្រួលក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាលសិទ្ធិនិងសុខភាពដល់ពួកគាត់យើងមានសិទ្ធិក្នុងការផ្ដល់ទាមទារសំណងរបស់យើងខ្លួនខ្ញុំផ្ទាល់ពីមុនដែលចូលបណ្ដាញការងារស្ត្រីរួមគ្នានិយាយទៅខ្ញុំអត់ដែលដឹងអ្វីគេហៅថានៅក្នុងសង្គមទេនិយាយទៅដូចគេហៅថាដូចកែបក្នុងដងអញ្ចឹងពេលដែលប្រឡូកក្នុងវិស័យសង្គមជាពិសេសនៅធ្វើការនៅបណ្ដាញការងារស្ត្រីហ្នឹងគឺអង្គការនោះបានប្រឹងសមត្ថភាពយើងច្រើនតាក់ទងទៅនឹងការសេបាយការភាពជាអ្នកដឹកនាំយល់ដឹងអំពីសិទ្ធិគឺយើងមានភាពក្លាហានអញ្ចឹងយើងហ៊ាននិយាយអំពីសិទ្ធិខ្លួនឯងសិទ្ធិរបស់ស្ត្រីយើងហ៊ានតវ៉ាយើងហ៊ានទាមទារអ្វីដែលជាគេហៅថាចំណុចល្អស្ត្រីយើងមានភាពក្លាហានជាងមុនដោយសារបណ្ដាញយើងមានវគ្គបណ្ដុះបណ្ដាលផ្សេងដូចជាវគ្គបណ្ដុះបណ្ដាលសិទ្ធិធ្វើហិង្សានិងមានការចូលរួមប្រមូលផ្ដុំតាមរយៈការចូលរួមទាមទារហើយមួយទៀតតាក់ទងទៅនឹងសុខភាពក៏គាត់មានការយល់ដឹងដែរគឺគាត់ពីមុនគាត់ពេលដែលគាត់ឈឺគាត់អត់ដែលហ៊ានប្រាប់បណ្ដាញឬក៏ក្រុមការងារឬក៏ជាសមាជិកគ្នាគាត់ទេគាត់មានការលាក់លៀមប៉ុន្តែបច្ចុប្បន្នឃើញថាគាត់ពេលដែលមានជំងឺគាត់ហ៊ានប្រាប់ដល់មិត្តភ័ក្តិជាពិសេសដល់តំណាងរបស់ពួកគាត់ទាំងអស់គ្នាដូចជាគណៈកម្មការដែលគាត់ត្រូវបានបោះឆ្នោតរើសហ្នឹងគឺគាត់ប្រាប់
អ្វីដែលខ្ញុំចងចាំមិនអាចភ្លេចបាននៅកន្លែងការងារគឺកន្លងមកនៅឆ្នាំ2004ហ្នឹងមានអ្នកស្រាវជ្រាវថ្នាំមកពីសហរដ្ឋអាមេរិកបានយកថ្នាំមកសាកល្បងលើស្ត្រីប្រកបរបរផ្លូវភេទនៅកម្ពុជាចំនួន996នាក់ថ្នាំហ្នឹងគឺឈ្មោះថ្នាំ Tenofovir ហើយមានផលប៉ះពាល់ជាច្រើនដូចជាឈឺកលៀនថ្លើមនិងជាពិសេសគ្រឿងក្នុងហ្នឹងហើយមិនមានការធានារ៉ាប់រងលើអាយុជីវិតរបស់ស្ត្រីទេដោយសារតែបញ្ហាផលប៉ះពាល់ទាំងអស់ហ្នឹងហើយទើបស្ត្រីយើងជាង400នាក់បានក្រោកឈរឡើងដើម្បីទាមទារកុំឲ្យមានការសាកល្បងថ្នាំទៅលើពួកគាត់ដោយសារមានការក្រោកឈរនិងការទាមទារយើងឃើញថារដ្ឋាភិបាលបានគាំទ្រទៅលើស្ត្រីដើម្បីកុំឲ្យមានការសាកល្បងថ្នាំមកលើពួកគាត់ដោយរដ្ឋាភិបាលនិយាយថាស្ត្រីមិនមែនជាធុងសម្រាប់ការសាកល្បងថ្នាំនោះទេទាំងអស់នេះហើយវាជាជោគជ័យរបស់បណ្ដាញការងារស្ត្រីរបស់យើងពីខ្លួនខ្ញុំផ្ទាល់ទៅក្តីសម័យដ៏ធំមួយសម្រាប់បណ្ដាញការងារស្ត្រីគឺយើងចង់ឃើញស្ត្រីដែលប្រកបរបរផ្លូវភេទទាំងអស់មានការរួបរวมគ្នាសាមគ្គីនិងចូលរួមទាមទារដើម្បីឲ្យមានការផ្លាស់ប្ដូរទៅលើច្បាប់ដែលមានផលប៉ះពាល់ទៅលើពួកគាត់